ថ្ងៃនេះមានការប្រកួតប្រជែងរវាងនំខ្មែរនិងនំឥណ្ឌាបងប្អូនជួយតិចបន្តិចទៅមើលតើភាគីខាងណាជាអ្នកឈ្នះតែចង់បញ្ជាក់ថាគណៈកម្មការសិទ្ធិឥណ្ឌានឹងសួស្ដីជំរាបសួរបងប្អូនអរគ្នាវាតអូននឹងសកម្មភាពការពីម្សិលមិញទេបងប្អូនមកកាត់តផុសថ្ងៃនេះមុននឹងថ្ងៃបនឯករាជ្យជាតិហ្នឹងក៏អនុប្រធានភូមិគាត់ខំមកសួរខ្ញុំថានៅថ្ងៃទី15ចំថ្ងៃបនឯករាជ្យជាតិហ្នឹងមានការប្រកួតប្រជែងតើអ្នកឯងចង់ចូលរួមអត់ខ្ញុំថាខ្ញុំអត់ចង់ប្រកួតប្រជែងទេតែបើចូលរួមអូខេខ្ញុំចូលបានព្រោះខ្ញុំចង់ធ្វើនំខ្មែររបស់ខ្ញុំបង្ហាញអ្នកស្រុកភូមិខ្ញុំផងអញ្ចឹងគាត់ថាអូខេអញ្ចឹងខ្ញុំកត់ឈ្មោះណាតែអ្នកឯងត្រូវធ្វើតាម concept របស់គាត់ខ្ញុំធ្វើថា concept អីគេថាអ្នកឯងធ្វើនំអីក៏ដោយតម្រូវធ្វើល្មិចឲ្យត្រូវនឹងពណ៌ទង់ជាតិរបស់ឥណ្ឌាមានពណ៌ orange មានពណ៌ white ហើយនិងពណ៌ green បងប្អូនសូមអធិស្ឋានអង់គ្លេសផងខ្មែរផងបន្ទាប់ពីខ្ញុំយល់ព្រមជាមួយគេហើយខ្ញុំមិនទាន់នឹកឃើញថាធ្វើនំអីទេអញ្ចឹងហើយខ្ញុំបាននិយាយក្នុង Facebook ក៏មាន fan ជាច្រើនដែរគាត់ប្រាប់ថាបងអើយធ្វើនំបច្ចៈច័ន្ទហ្មងទៅនំខ្មែរយើងហ្នឹងវាមាន3ពណ៌ស្រាប់ហើយ concept របស់គេហ្នឹងគេឲ្យយើងប្រើលាក់ពណ៌ទេគេតម្រូវឲ្យយើងច្នៃពីរបស់ធម្មជាតិអញ្ចឹងខ្ញុំនឹកឃើញថាបើពណ៌ orange និងពណ៌ទឹកក្រូចហ្នឹងយើងអាចធ្វើចេញពីការ៉ុតបានហើយបើពណ៌អានោះពណ៌ green ណាបងប្អូនណោះពណ៌ green ខ្មែរយើងអត់ចាំទេប្រហែលពណ៌កាប់ស្តាំងអាហ្នឹងខ្ញុំអាចច្នៃចេញពីស្លឹកតើយអញ្ចឹងហើយក៏ខ្ញុំច្នៃតាមហ្នឹងអញ្ចឹងទៅហើយខ្ញុំណាដោយសារតែពិបាកកោសដូងពេកក៏ខ្ញុំទៅពឹងពេកឲ្យម្ដាយក្មេងជួយកោសដូងនៅផ្ទះតាកែគាត់ព្រោះអីអាចជំនាញកោសដូងត្រូវជំនាញរបស់គាត់ហើយម៉ែក្មេងជំនាញទៅមកបងប្អូនអើយដូងមកក្រុងស្រួមសួរទៅ1ម៉ោងអស់លេងឯខ្ញុំវិញដូងមួយកោសសឹងតែ1ម៉ោង2ម៉ោងក៏មានដែរពេលខ្លះហើយកោសម្ដងដាច់ដៃដាច់ជើងហើយឥឡូវនេះផងដែរដល់វគ្គខ្ញុំចាប់ដើមលាយម្សៅវិញម្ដងខ្ញុំបានយកម្សៅអង្ករខ្សាយចំនួន1ខាប់ម្សៅឆាចំនួន1ខាប់ហើយទឹកខ្ញុំដាក់2ខាប់ចំពោះស្ករខ្ញុំបានដាក់3ស្លាបព្រាបាយព្រោះអីខ្ញុំអត់ចង់ឲ្យផ្អែមពេកទេហើយអំបិលខ្ញុំដាក់បន្តិចចឹងទៅបន្ទាប់មកខ្ញុំកូរវាឲ្យសព្វល្អហើយខ្ញុំក៏បានយកខ្ទិះដូងទៅកម្ដៅវិញម្ដងធ្វើបែបហ្នឹងនំយើងដែលធ្វើចេញមកមានរសជាតិឆ្ងាញ់ហើយសាច់ម្សៅរសសាច់នំទន់ទៀតបងប្អូននិយាយទៅតាមគេតាមឯងដែរទេចាតែខ្ញុំដឹងខ្លួនឯងច្បាស់ថាខ្ញុំមិនមែនជំនាញខាងផ្នែកធ្វើនំស្អីទេហើយមួយវិញទៀតហ្នឹងរឿងនំចាក់ចានខ្ញុំក៏ធ្លាប់ដឹងដែរចាស់ជំនាន់ពីដើមគាត់មិនដែលធ្វើនំចាក់ចានប្រើម្សៅឆាស្អីទេបងប្អូនគាត់ធ្វើធម្មតាហ្នឹងរសជាតិមកឆ្ងាញ់ទៀតហើយរឿងម្សៅឆាហ្នឹងតាមខ្ញុំដឹងមានជនជាតិឥណ្ឌាម្នាក់ដែលគាត់និយាយទៅមេតុងទីនដែលខ្ញុំបានលេងតុងទីនជាមួយគាត់បងប្អូនគាត់ស្លាប់បាត់ហើយសារតែគាត់ប្រើពពួកម្សៅឆាច្រើនពេកគាត់កើតមហារីកកាពះអាហ្នឹងគឺជាអ្វីដែលគាត់បាននិយាយប្រាប់ខ្ញុំមុននឹងគាត់ស្លាប់ឥឡូវដល់វគ្គខ្ញុំយកនំចាក់ចាន់ទៅចំហុយហើយបងប្អូនហើយខ្ញុំដឹងថាជនជាតិឥណ្ឌានិយាយទៅភាគច្រើនតែម្ដងគឺគាត់ចូលចិត្តញ៉ាំហូបអាហារដែលមានក្លិនអញ្ចឹងហើយខ្ញុំច្នៃទៅកាត់ស្លឹកល្មៀតពី3ធាងដាក់ចូលក្នុងឆ្នាំងហ្មងទៅដើម្បីយកក្លិនឈ្ងុយឆាដែលខ្ញុំយកទៅចំហុយហ្នឹងខ្ញុំប្រើថាសបេះដូងតាមពិតទៅគ្មានម្ដងថាដាក់ថាសបេះដូងស្អីទេរកអាថាសវែងវាមានតែហ្នឹងអញ្ចឹងហើយធ្វើហ្មងទៅប៉ុន្តែធ្វើចេញមកមានន័យបងប្អូនហើយរូបរាងស្អាតរបស់គេពណ៌សម្បុរក៏ស្អាតទៀតហើយខ្ញុំក៏មិនដែលនឹកស្មានថាខ្លួនឯងធ្វើបានម្លឹងទេលោកអើយអួតខ្លួនឯងទៅសារវាល្អមែនហើយបើសិនបងប្អូនយល់ស្របអ្វីដែលខ្ញុំនិយាយជួយខមមិនម្នាក់មួយមកហើយខ្ញុំគិតដែរតើបងប្អូនមុននឹងខ្ញុំយកនំបង្ហាញគេបើសិនយើង design ទៅមិនដឹងល្អប៉ុណ្ណាណោះឧទាហរណ៍ថាយើងសរសេរអក្សរដាក់ Indian Independence Day អញ្ចឹងណាតែដោយសារពីម្សិលមិញពេលវេលាតិចពេកបងប្អូនចំណាយពេលច្រើនក្នុងការចំហុយនំហើយសូមពេលវេលាបងប្អូនបន្តិចទេមកណែនាំជាមួយនឹង NAD Skin យ៉ាងបងប្អូនដែលជួបបញ្ហាឆាប់ហេវហត់អស់កម្លាំងបាយមិនបានសារ៉ានមិនលក់ស្បែកក៏មិនស្អាតស្បែកស្អាប់ NAD Skin យ៉ាងអាចជួយបងប្អូនបាន NAD Skin យ៉ាងគឺជាប្រភេទវីតាមីនជួយពន្យាភាពចាស់ជួយជួសជុល DNA ការពារកោសិកាពីការខូចខាតជួយដល់ប្រព័ន្ធប្រសាទនិងខួរក្បាលបង្កើនការចងចាំបង្កើនប្រព័ន្ធភាពសាំងរឹងមាំមានសមត្ថភាពខ្ពស់ប្រឆាំងជំងឺសរសេរនៅពេលបងប្អូនប្រើជាប្រចាំឲ្យធ្វើឲ្យស្បែកបងប្អូនស្អាតតឹងណែនចេញពីខាងក្នុងហ្មងនិងរក្សាសម្រស់បងប្អូនឲ្យក្មេងជាងវ័យហើយជាផលិតផលរបស់ប្រទេសអាមេរិកហើយឈុតលើដៃរបស់ខ្ញុំតែ$28តែប៉ុណ្ណោះព្រីដឹកទៀតបងប្អូនទទួលបាន NAD Skin យ៉ាងចំណុះ120គ្រាប់មួយកំប៉ុងហើយនៅក្នុងស្មាយ Care ហើយបើសិនបងប្អូនចំណាប់អារម្មណ៍អាចកំងតាមខ្ញុំបានចាឥឡូវដល់វគ្គខ្ញុំចាប់ដើមយកនំទៅឲ្យបងប្អូនទៅដើម្បីចូលប្រកួតហើយកន្លែងដែលប្រកួតហ្នឹងមិននៅឆ្ងាយណាស់ទេបងប្អូនម្លងផ្ទះមួយហ្នឹងមានរបស់ប្តីខ្ញុំបខាលើកទី1សម្រាប់ខ្ញុំដែរដែលខ្ញុំបានចូលផ្ទះមាសប្តីខ្ញុំបើមូលហេតុនិយាយទៅរឿងទីទួចនៅក្នុងគ្រួសារมันអាចនិយាយបានទេហើយខ្ញុំគ្រាន់តែសាច់ថ្លៃទេអញ្ចឹងហើយឧទាហរណ៍ថាបើសិនញាតិខាងប្តីខ្ញុំមិននិយាយជាមួយណាម្នាក់មិនតាក់ទងខ្ញុំទេខ្ញុំនិយាយមួយគេទាំងអស់ហ្នឹងឯងសំខាន់ឲ្យគេនិយាយមួយខ្ញុំអត់សូវប្រកាន់ច្រើនទេហើយនេះគឺជានំដែលបងប្អូនផ្សេងទៀតក៏ធ្វើយកមកប្រកួតខ្ញុំប្រាប់គណៈកម្មការថានំខ្ញុំមិនបាច់ដាក់បន្ទុកស្អីទេខ្ញុំអត់ចង់បានរង្វាន់ទេគ្រាន់ថាយកមកបង្ហាញបងប្អូនជនជាតិឥណ្ឌាថានេះជានំខ្មែររបស់ខ្ញុំតែប៉ុណ្្នឹងហើយគណៈកម្មការក៏ប្រាប់ខ្ញុំថាមិនអីទេនាងបើសិននាងឯងមិនចង់ឲ្យដាក់បន្ទុកមិនចង់បានរង្វាន់តែអត់សុំតែម្យ៉ាងសុំភ្លក់រសជាតិដើម្បីឲ្យចង់ដឹងថា
នំខ្មែរវាឆ្ងាញ់អត់អីចឹងណាដល់ពេលគាត់បានញ៉ាំទៅគាត់ថាចេះនំម្នាងឯងរសជាតិឆ្ងាញ់ទុនប៉ុន្តែតោះតែម្យ៉ាងឲ្យមានក្លិនគាត់ចង់និយាយទៅទៅលើក្លិនឌីនឹងឯងចឹងហើយខ្ញុំប្រាប់គាត់ថានំនឹងខ្មែរនឹងមានក្លិនឌីមកពីណាហើយពីរអ្នកហ្នឹងគឺជាគណៈកម្មការបងប្អូនម្នាក់អ្នកភ្លុកម្នាក់ដល់គាត់ចឹងទៅហើយអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងកម្មវិធីហ្នឹងគេនាំគ្នាមកញ៉ាំនំខ្មែររបស់យើងបងប្អូនអើយនំចាក់ចាន់ហ្នឹងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងណាស់ព្រោះម៉ែអ្នកសើថាឆ្ងាញ់អីចឹងណាហើយវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរបងប្អូនអរគុណច្រើនបងប្អូនជម្រាបលា